កន្លងមកប្រជាជនរបស់យើងបានទៅមុនចាក់អាម៉ាស៊ីគាត់ដែរគឺសិនអត់បើសាគេពុបបាទតទៅពេលគាត់ចាប់ដែរហេចង់រហូតដល់មីចេញទៅក្រៅគាត់ចង់សុំស៊ីខេតទៅយកពាក្យអនាម័យទៅដល់អ្នកជំនាញតែមើលទៅថាអនាម័យយ៉ាងបេតាក៏គេមានអញ្ចឹងយើងអញ្ចឹងទូរជនជាច្រើនលោកអាចនឹងគិតថាសម្ដាននេះគឺជាបន្ទុកចំណាយពួកអាមកអង្គភាពតាមបាទសម្ដានតាមនោះអាចជាបន្ទុកចំណាយអានោះមានសារយ៉ាងណាពីពួកគាត់អាចជាការចំណាយឬក៏យ៉ាងម៉េចនេះជាទស្សនៈមួយដែលមានការភ័ន្តច្រឡំថាផលរំចាស់ឬក៏មិនយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រកាសសម្បត្តិយើងពិនិត្យមើលឡើងទៅមើលទំនិញទូទាំងពិភពលោកបើមិនមានសម្ដានទេมันអាចចរាចរបានការប្រាស្រ័យចំណាយសម្រាប់ការរៀបចំឲ្យមានសម្ដានទៅក្នុងផលិតកម្មរបស់ខ្លួនឯងត្រឹមតែក្នុងនិយាយស្ពីសាមញ្ញថាការទៅតាមសកម្មទំធំខ្ញុំចំណាយត្រឹមតែ$1,000វាមិនធន់ធ្ងរទេតែបើសិនតែយើងអាចណត់ទំនិញយើងចេញបាន$10,000យើងអាចណត់ជាកម្ពុជាថ្ងៃទូទាត់ហ្នឹងបានហើយថតដែរកាលណាកំផ្លាយយើងនិយាយអនុវត្តតាមស្ដារស្ថាប័ននេះបើការអនុវត្តទៅយើងយកពី3ឆ្នាំ4ឆ្នាំទៅតាមប្រភេទនៃអាជីវកម្មប្រភេទនៃសិទ្ធិរយៈចឹងយកពី3ឆ្នាំបើយើងប្រៀបធៀបនឹងតម្លៃថវិកា$10,000គឺយើងមិនហើយបើយើងមិនបញ្ជាចំណាយលើបញ្ហាទេតំណែងរបស់យើងមិនអាចចេញផុតពីដីទេពីបរិវេណជុំវិញផ្ទះយើងមិនស្អាតទេនៅក្នុងជុំវិញគេថាមិនដែរបាទនេះជាបញ្ហាកន្លងមកដែលបាទគឺថាយើងផលិតបានហើយក៏មិនដែរយើងនាំចេញបានហើយទូទីផ្សារហើយបញ្ហាមួយទៀតតែចាប់អារម្មណ៍នេះជា culture របស់ប្រជាជនយើងដែលគាត់ថាការចំណាយការអនុវត្តសន្និដ្ឋានចំណាយច្រើនបាទធម្មតាកាលយើងអនុវត្តសន្និដ្ឋានគេមិនគិតត្រឹមតែពីគុណភាពបរិផលមិនត្រឹមគិតតែគិតពីគុណភាពបរិផលសម្រាប់ទេយើងអាចដឹងថាដើម្បីឲ្យផលិតផលមួយផលិតផលសម្រាប់មួយមានគុណភាពទៅតាមការចង់បានរបស់បានដែលយើងបានវាទាក់ទងតាំងពីចំណុចកោងរហូតដល់ចំណុចចុងក្រោយបាទចឹងអាចចំណុចតបអាចចុងក្រោយនេះនិយាយថាការយើងរៀបចំចឹងមិនមានតាមការរៀបចំពីទេណាកន្លងមកប្រជាជនរបស់យើងបានទៅគាត់មុនចាក់អាម៉ាស៊ីគាត់ដែរគឺសិនអត់បើសាគេពុបបាទតទៅពេលគាត់ចាប់ដែរហេចង់រហូតដល់មីចេញទៅក្រៅគាត់ចង់សុំស៊ីខេតទៅយកពាក្យអនាម័យទៅដល់អ្នកជំនាញតែមើលទៅថាអនាម័យយ៉ាងបេតាក៏គេមានអញ្ចឹងយើងអញ្ចឹងវាលេខខណ្ឌវាមិនសមស្របអញ្ចឹងត្រូវ revise ត្រូវកែសម្រួលថាកាលណាបែរពីឡើងវិញមានថា$200ណាគេថា$10,000អាចបានឯកែសម្រាប់គេបានអញ្ចឹងគាត់មកសរុបថាអាការចំណាយលើគេហ្នឹងពាក់ព័ន្ធនឹងការចាយពីរឿងរបស់សម្រាប់គេខុសទៅនេះជាចំណុចខ្សោយមួយដែលចំណុចខ្សោយមួយដែលយើងតែជាសាធារណៈបានសង្កេតទៅនៅក្នុងស្ថានភាពរបស់ការពិភពលោកទីគាត់ចាយអញ្ចឹងជារបស់ខ្ញុំបែបពីថ្ងៃទៅមុខបើយើងមានចិត្តសាស្ត្រក្នុងការតំណែងនាំចេញយុទ្ធសាស្ត្រក្នុងការធ្វើម៉េចតំណែងសម្រាប់បំពេញទៅតាមការតម្រូវនៃសត្វតាមការតម្រូវរបស់ចង់បានតែខ្ញុំចាត់ការតាមសារថោអាគារបដកម្មតែគិតគូរអំពីប្រព័ន្ធអនាម័យចឹងតែសិក្សាទៅបញ្ហាលើflowហើយតែមិននេះគឺចាប់អារម្មណ៍ថាយើងមិនការសាងអាគារមួយមិនអាចទៅជួលอะไรអ្នកជំនាញផ្នែកអាស៊ីស្តេកមកសង់ព្រាសម្រាប់អូចាក់មហូបអាហារមួយបានប៉ុន្តែប្រព័ន្ធនៃរចនាបថសម្រាប់ការពារសុខភាពនៅក្នុងអាគារត្រូវតែមានចំណេញតម្លៃមួយទៀតបើពឹងផ្អែកទៅអាស៊ីស្តេកមួយទេគឺមិនគ្រប់ទេ